ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះដែរសូមបង្ហាញវីដេអូមួយពាក់ព័ន្ធនឹងសត្វកណ្ដៀរកំពុងតែស៊ីបំផ្លាញនៅក្នុងទូកៅអៅដូចបងប្អូនបានឃើញចឹងនេះម្ចាស់ផ្ទះគាត់មិនបានចាប់អារម្មណ៍តតែគាត់បើកមើលមកឃើញសត្វកណ្ដៀរនេះបានពូនសម្បុកបាត់ហើយអូស៊ីខ្លាំងណាស់បាទសំបីថាខោអាវហ្នឹងក៏វាតោងទុំដែរខ្ញុំបានឆែកផ្ទាល់ឃើញថាឡើងខ្លាំងតែម្ដងកណ្ដៀរឡើងសម្បុកខ្លាំងហ្មងហើយឥឡូវនេះខ្ញុំបានរៀបចំសម្អាតហើយយើងសម្អាតឲ្យស្អាតហើយយើងចាប់ដើមរៀបចំប្រអប់ចំណីកម្ចាត់សត្វកណ្ដៀររបស់យើងសូមបញ្ជាក់ថាការរៀបចំចំណីកម្ចាត់របស់យើងហ្នឹងគឺជាប្រភេទចំណីចម្លងដែលធ្វើឲ្យសត្វកណ្ដៀរហ្នឹងវាពំចំណីចម្លងហ្នឹងមកស្លាប់នៅក្នុងសម្បុកតែម្ដងនេះប្រអប់ដែលយើងបានរៀបចំរួចរាល់ហើយយើងរៀបចំរួចហើយយើងទៅដាក់នៅកន្លែងផ្សេងទៀតបាទនេះដូចជាកន្លែងនេះចឹងគឺវាទូកៅអៅនៅជាប់គ្នាតែម្ដងហើយយើងក៏បានរៀបចំបន្ថែមទៀតដែរគឺយើងបានដាក់មួយប្រអប់ទៀតគឺនៅជាប់គ្នាដោយសារផ្ទះបកត់ហ្នឹងគឺមានកណ្ដៀរច្រើនខ្លាំងមែនតើឡើងទៅដល់លើផ្ទះតែម្ដងបាទចំណែកខាងនេះវិញគឺនៅខាងគៀនជញ្ជាំងគឺវាចាប់ផ្ដើមមកច្រើនខ្លាំងមែនតើហើយកន្លែងហ្នឹងក៏យើងរៀបចំឲ្យស្អាតឡើងវិញហើយយើងក៏បានដាក់មួយប្រអប់ទៀតបាទខាងខ្ញុំសូមបញ្ជាក់ដែរថាចំណីចម្លងរបស់យើងនេះគឺអត់មានប៉ះពាល់សុខភាពទេណាសូម្បីតែមនុស្សចាស់ឬក៏កូនក្មេងក៏ដោយគឺវាមានប៉ះពាល់ទេឥឡូវនេះយើងបានរៀបចំរួចរាល់ហើយរងចាំមួយសប្តាហ៍ទៀតចាំយើងមកបើកប្រអប់មើលថាតើសត្វកណ្ដៀរនេះមកស៊ីដល់កម្រិតណាអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូមួយនេះសម្រាប់ព័ត៌មានបន្ថែមឆាតចូល Page ឬលេខ Telegram ខាងលើសូមអរគុណ